បងប្អូនកុំច្រឡំថា AI ឯសោះណានេះគឺជាសមត្ថត្រីនៅឯប្រាសាទអង្គរវត្តថ្ងៃទី23នេះគឺយើងធ្វើដំណើរចេញទៅមើលថ្ងៃរះនៅឯប្រាសាទអង្គរវត្តថ្ងៃទី3ទៅថ្ងៃទី23ក្រោយចេញពីផ្ទះសនៈមកដល់ប្រាសាទអង្គរវត្តហើយគឺម៉ោង4:15នាទីបងប្អូនគឺខ្ញុំមកដល់តាំងពីម៉ោង4:15នាទីអង្គុយចាប់កន្លែងតែម្ដងបងប្អូនព្រោះយើងរកប្លង់ដែលស្អាតចាប់កន្លែងដែលល្អស្អាតអញ្ចឹងណាយើងត្រូវតែអង្គុយចាំមុនហ្នឹងឯងបងប្អូនអើយមានមនុស្សច្រើនណាស់និយាយទៅកាន់តែម៉ោងយូរទៅហិតតែមនុស្សច្រើនទៅហើយនេះគឺម៉ោងប្រហែលជា5ជាង7:06ឯងបងប្អូនទើបមេឃបានម៉ោងពណ៌អញ្ចឹងណាបងប្អូនហើយនៅពេលដែលបន្តយើងរងចាំរហូតដល់តែម៉ោងដែលព្រះអាទិត្យបង្ហាញខ្លួនបន្តិចម្ដងអូយរំភើបខ្លាំងមែនតើពេលហ្នឹងបងប្អូនគឺប្រជាជនខ្មែរយើងហូរច្រើនខ្លាំងមែនតើមិនត្រឹមតែប្រជាជនខ្មែរជនបរទេសក៏មកមើលច្រើនខ្លាំងមហិមាតែម្ដងជាមែនបងប្អូនហើយនេះបងប្អូននៅពេលដែលព្រះអាទិត្យរំកិលខ្លួនបន្តិចម្ដងឡើងលើហ្នឹងគឺអូយអស្ចារ្យខ្លាំងមែនតើនិយាយមែនបងប្អូនមើលវីដេអូគិតថាមិនសូវព្រឺសបុលខ្លាំងឬក៏មិនទេប៉ុន្តែបើសិនជាបងប្អូនទៅមើលផ្ទាល់ពិតជាវិសេសវិសាលខ្លាំងពិបាកពណ៌នាតែម្ដងនិយាយមែនណាបងប្អូននិយាយថាមើលវីដេអូអស្ចារ្យខ្លាំងប៉ុណ្្នឹងហើយតែមកទៅមើលផ្ទាល់លើសអ្វីរាប់ពាន់លានដងអូយខ្ញុំនិយាយមែនខ្ញុំមិននឹកស្មានថាដូនតាខ្មែរខ្ញុំបកកែខ្លាំងដល់ថ្នាក់ហ្នឹងឯងខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែនដែលបានកើតមកជាកូនខ្មែរខ្ញុំនិយាយមែនហើយជាពិសេសបងប្អូនអាចទស្សនាបានព្រឹត្តិការណ៍សវនត្រីនេះគឺ2ដងក្នុងមួយឆ្នាំថ្ងៃទី21 22 23ខែមិនិនានិងថ្ងៃទី21 22 23ខែកញ្ញាបងប្អូនអាចទស្សនាបានមួយឆ្នាំ2ដងកុំភ្លេចណាបងប្អូនទស្សនាទាំងអស់គ្នាពិតជាពិសេសខ្លាំងមែនទែនខ្ញុំនិយាយមែនណាបងប្អូនវត្តដូចគ្នាចូលជុំគ្នាមើលដូចស្គួតចឹងអូចិត្តចង់នៅប្រាប់ហើយកន្លែងមុខប៉ោងមែនអូយទៅថ្ងៃនេះគឺក្រុមគ្រួសាររបស់ខ្ញុំបានមកនិយាយថាសម្រាប់ក្តីប្រាថ្នាគឺមកមើលថ្ងៃរះនៅកណ្ដាលប្រាសាទគឺបើនិយាយពីខ្ញុំវិញណាលើកនេះគឺលើកទី4ហើយតែតែជោគជ័យលើកទី4ហ្នឹងឯងលើកទី1លើកទី2លើកទី3គឺបរាជ័យទាំងអស់បាទណាគេលើកទី1ទី2ខ្លះសិតលើកទី1ទាំងអស់នេះលើកទី1ប៉ុន្តែគឺជោគជ័យខ្ញុំ4ដងតម្រងជោគជ័យមែនគឺសម្រាប់និយាយទៅគឺស្អាតខ្លាំងមែនតើកុំភ្លេចណាមកលេងប្រាសាទឲ្យបានច្រើនទាំងអស់គ្នានេះឡើងថាហូបក្រោយដូចកនូហ្មងអូដូចកំនោះវាពេលអាចាំងចឹងមកដូចកនូហ្មងណា